សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានបឋមស្ដីអំពីការវិភាគទៅលើសង្គ្រាមលោកលើកទី3ប្រសិនបើកើតមានឡើងតើប្រទេសណាខ្លះអាចនឹងបាត់បានថាប្រទេសណាខ្លះអាចនឹងបាត់ពីផែនដីព្រោះអីប្រទេសដែលមានសង្គ្រាមបងប្អូនគឺគេអត់ផុតទេគឺតែងតែមានបញ្ហាផ្សេងកើតឡើងពីមួយទៅមួយហើយប្រទេសដែលអាចបាត់ពីផែនដីនោះគឺមានច្រើនប្រទេសបងប្អូនគឺមានច្រើនប្រទេសអញ្ចឹងសង្គ្រាមលោកលើកទី3គឺត្រូវតែកើតគឺនឹងកើតហើយក៏ត្រូវតែកើតគេអត់ផុតទេបងប្អូនគួយប្រហែលជាថ្ងៃទី26 27នេះគឺភ្លើងសង្គ្រាមលោកលើកទី3អាចនឹងឆេះឡើងហើយបងប្អូនអញ្ចឹងបងប្អូនទាំងអស់មិនថានៅស្រុកខ្មែរឬក៏ប្រទេសណាទេគឺត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតតែប្រទេសដែលមានសង្គ្រាមលោកលើកទី3បានថាប្រទេសនៅលើពិភពលោកដែលកើតសង្គ្រាមលោកលើកទី3ហើយបាត់ពីផែនដីនិងបាត់ពីផែនដីឬក៏លែងមានឈ្មោះនឹងលែងមានឈ្មោះប្រទេសនឹងអាចនឹងដូរឈ្មោះប្រទេសនឹងទៅជាប្រទេសអីផ្សេងឬក៏បកសម្ព័ន្ធអីផ្សេងហើយប្រទេសទាំងអស់នោះនឹងប្រែប្រួលខ្លាំងអញ្ចឹងសូមបងប្អូនរងចាំទស្សនាទាំងអស់គ្នាថាតើប្រទេសទាំងនោះនឹងមានអ្វីកើតឡើងប្រទេសដែលអាចកើតមានបញ្ហារវាងសង្គ្រាមលោកលើកទី3ហើយបាត់ឈ្មោះបាត់សម្លេងឬក៏បាត់ពីផែនដីនោះគឺមានប្រទេសឥណ្ឌាប្រទេសបារាំងប្រទេសឥណ្ឌូនេស៊ីសហរដ្ឋអាមេរិកប៉ាគីស្ថានអ៊ីស្រាអែលចិនហើយនិងរុស្ស៊ីអញ្ចឹងបងប្អូនរងចាំទស្សនាទាំងអស់គ្នានៅពេលដែលកើតសង្គ្រាមលោកលើកទី3ថាប្រទេសណាខ្លះដែលនឹងរងគ្រោះខ្លាំងបំផុតនៅលើពិភពលោកនៅពេលដែលកើតសង្គ្រាមលោកលើកទី3អញ្ចឹងប្រទេសធំមានចំនួនច្រើនដូចជាឥណ្ឌាបារាំងឥណ្ឌូនេស៊ីអ៊ីរ៉ង់ United States ប៉ាគីស្ថានអ៊ីស្រាអែលឆៃណាហើយនិងរុស្ស៊ីឥឡូវនេះគ្រាន់តែថាការសន្និដ្ឋានណាបងប្អូនការសន្និដ្ឋានតើមូលហេតុអ្វីបានមានការបាត់បើថាប្រទេសទាំងអស់នោះវាទៅជាប្រទេសដែលសឹងតែបាត់ពីផែនដីឬក៏បាត់ពីផែនដីកត្តាទី1គឺពាក់ព័ន្ធជាមួយឥណ្ឌាប៉ាគីស្ថានបាញ់នុយក្លេអ៊ែរទៅវិញទៅមកគឺត្រូវតែចប់ទាំងពីរប្រទេសពាក់ព័ន្ធជាមួយនឹងអាមេរិកនិងចិននឹងប្រើនុយក្លេអ៊ែរដូចគ្នាគឺនឹងចប់ចិនអាចប្រើនុយក្លេអ៊ែរជាលក្ខណៈគេហៅសារធាតុគីមីខ្លាំងដែលធ្វើឲ្យមនុស្សគឺបាត់បង់ជីវិតដោយមិនដឹងខ្លួនហើយបើពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអែលគឺប្រទេសជុំវិញអ៊ីស្រាអែលនៅពេលដែលប្រទេសអាមេរិកនៅពេលប្រទេសណាផ្សេងដែលជួយអ៊ីស្រាអែលលេងបានហើយគឺគេសម្រុកដាក់អ៊ីស្រាអែលមួយចោលតែម្ដងអានេះការវិភាគទូទៅនៅលើពិភពលោកណាបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយរុស្ស៊ីអញ្ចឹងនៅពេលដែលរុស្ស៊ីបាញ់នុយក្លេអ៊ែរសម្រុកទៅខាងអ៊ុយក្រែនអញ្ចឹងប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគឺនឹងបាញ់នុយក្លេអ៊ែរទម្លាក់បានន័យថានឹងការពារមិនអោយផ្ទុះនុយក្លេអ៊ែរទៅខាងអ៊ុយក្រែនទេគឺឲ្យផ្ទុះនៅខាងរុស្ស៊ីទាំងអស់តែម្ដងអញ្ចឹងបងប្អូនសូមរងចាំទស្សនាទាំងអស់គ្នាថាហេតុការណ៍ទាំងអស់នោះនឹងអាចកើតមានឡើងឬក៏អត់អញ្ចឹងពាក់ព័ន្ធជាមួយនឹងអាស៊ីគឺមានបញ្ហាតិចតែបើពាក់ព័ន្ធជាមួយនឹងអឺរ៉ុបគឺអាចនឹងជួបរឿងច្រើនអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមេត្តាទស្សនាព័ត៌មានក្រៅប្រទេសឲ្យបានញឹកញាប់
ហើយដោយយកចិត្តទុកដាក់បំផុតខ្ញុំគ្រាន់តែផ្ដល់ជាព័ត៌មានខ្លះដែលខ្ញុំបានដឹងដែលខ្ញុំបានស្ដាប់ការវិភាគរបស់គេហើយការវិភាគនេះមិនមែនជាខ្មែរអ្នកវិភាគទេគឺបរទេសជាអ្នកវិភាគអញ្ចឹងសូមបងប្អូនរងចាំទស្សនាទាំងអស់គ្នារាល់คลิปវីដេអូសម្រាប់ថ្ងៃនេះដែលខ្ញុំនិយាយទាំងប៉ុន្មានសូមបងប្អូនរងចាំទស្សនាហើយចាំសង្កេតមើលតើវាមានចំណុចណាខ្លះដែលត្រូវចំណុចណាខ្លះដែលខុសអញ្ចឹងសូមបងប្អូនទស្សនាដោយយកចិត្តទុកដាក់ទាំងអស់គ្នាដោយមេត្រីភាពសូមអរគុណសូមជម្រាបលា